សួស្តីអ្នកនរខ្ញុំបាទស្មីហើយនៅក្នុង Channel YouTube មួយនេះគឺខ្ញុំនឹងចែករំលែកទាក់ទងទៅនឹងចំណេះដឹងជាភាសាអង់គ្លេសបាទអញ្ចឹងអ្នកនរសូមជួយ Subscribe និងដាក់សញ្ញារូបកណ្ដឹងផងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗជារៀងរាល់ថ្ងៃនៅក្នុងថ្ងៃនេះដែរគឺខ្ញុំនឹងចែករំលែកទាក់ទងទៅនឹងការមួយបាទដែលយើងតែងតែរៀននៅពេលយើងចូលទៅក្នុងថ្នាក់ Grammar គឺ present simple បាទអញ្ចឹងការ present simple នេះគឺខ្ញុំនឹងផ្ដោតទៅលើទី1 forms ទម្រង់បាទទី2ការប្រើប្រាស់ទី3 cases តកតងទៅនឹងករណីផ្សេងតកតងជាមួយនឹង subject he she it ហើយនឹងចុងក្រោយគឺយើងមាន exercise ដើម្បីប្រឹងនៅបាទចំណេះដឹងនៅក្នុងការមួយនេះផងដែរអញ្ចឹងឥឡូវកុំឲ្យខាត់ពេលយូរយើងទៅដល់គ្នាថាតើនៅក្នុងការ present simple គឺមានអ្វីខ្លះបាទអញ្ចឹងទី1គឺតកតងទៅនឹងទម្រង់បាទគឺទម្រង់ទាំងអស់គឺមាន3បាទនៅក្នុងការនេះគឺមាន positive គឺទម្រង់ស្រប negative គឺទម្រង់បដិសេធហើយនិង question គឺទម្រង់សំណួរនៅក្នុងទម្រង់ស្របយើងមាន subject plus verb 1ក៏ប៉ុន្តែនៅក្នុងជាទូទៅគឺគេដាក់ object បាទគេដាក់ subject plus verb 1 plus object ប៉ុន្តែដែល like ខ្ញុំអត់ដាក់ object ទេដោយសារតែចុងក្រោយនៃទម្រង់ទាំងនេះគឺមិនមែនសុទ្ធតែជា subject ទេពេលខ្លះវាជា complement វាជាអីផ្សេងទៀតអញ្ចឹងខ្ញុំអត់ចង់ឲ្យអ្នកទាំងអស់គ្នាវល់ជាមួយនឹងវាទេអញ្ចឹងយើងគ្រាន់តែមានតែ subject verb 1គឺវាគ្រប់គ្រាន់ហើយចុងក្រោយអ្នកអាចបន្ថែមព័ត៌មានបន្ថែមទៀតបានបាទនេះគឺជា positive បាទ subject យើងដឹងយើងមាន7មាន I you we they he she និង it ហើយ verb 1បាទគឺជាកិរិយាសព្ទខ្ទង់ទី1ចំណែកឯទី2បាទគឺតកតងទៅនឹង negative គឺជាទម្រង់បដិសេធគឺយើងមាន subject ដដែលបាទនេះខ្ញុំសរសេរជាកាត់ទៅអត់ដាក់វែងទេខ្លាចវាអត់គ្រាន់ subject plus do ឬក៏ does plus not ហើយនឹង plus verb infinitive នេះគឺជាកិរិយាសព្ទទម្រង់ដើមបាទមិនមែនជា verb 1ទេណាជាកិរិយាសព្ទទម្រង់ដើមបានន័យថាវាប្រើប្រាស់ជាមួយ he she it ក៏ដោយក៏វាអត់អាចទៅថែមស្អីផ្សេងនៅលើកិរិយាសព្ទទាំងបានដែរទីទៀតយើងនឹងស្វែងយល់ទាំងអស់គ្នាហើយចុងក្រោយគឺ question គឺយើងមាន do ឬក៏ does យើងមាន plus subject ហើយនឹង plus verb infinitive បាទគឺជាកិរិយាសព្ទទម្រង់ដើមនិងបាទ question mark ឥឡូវយើងមកមើលតកតងទៅនឹងឧទាហរណ៍នៅក្នុង positive form បាទគឺក្នុងទម្រង់ស្របអញ្ចឹងយើងមាន subject plus verb 1ហើយនៅក្នុងនេះខ្ញុំបានរំលេច7 subject ក៏ប៉ុន្តែអ្នកនរនេះបានដឹងហើយប៉ុន្តែចាត់ទុកថាជាការរំលឹកឡើងវិញមាន I you we they he she ហើយនិង it នៅក្នុងនេះគឺខ្ញុំនឹងយកឧទាហរណ៍នេះផ្សារភ្ជាប់ជាមួយនឹងទម្រង់ផងយើងដើម្បីងាយយល់ឧទាហរណ៍ទី1 I love you អញ្ចឹងយើងដឹងហើយថា subject ផងយើងគឺយើងប្រើប្រាស់ subject I ហើយចំណែក verb 1ផងយើងគឺ love បាទអញ្ចឹង I love ខ្ញុំស្រឡាញ់ you បាទជាព័ត៌មានបន្ថែមចុងក្រោយទី2 you read a book បាទអ្នកអានសៀវភៅអញ្ចឹង you នេះគឺជា subject បាទហើយ read គឺជាកិរិយាសព្ទខ្ទង់ទី1បាទហើយទី3 we go to school បាទ we គឺជា subject ហើយ go ក៏ជា verb 1កិរិយាសព្ទខ្ទង់ទី1ហើយនឹងបាទទៅ school អញ្ចឹងទៅ he learns English ទី4បាទ he learns English អញ្ចឹង he គឺជា subject ហើយចំណែក learns បាទគឺជាកិរិយាសព្ទខ្ទង់ទី1អញ្ចឹងកាលណាគ្រប់កិរិយាសព្ទទាំងអស់ដែលប្រើប្រាស់នៅក្នុង positive បាទនៅក្នុងទម្រង់ស្របគឺប្រើប្រាស់ជាមួយ he she it គឺវាត្រូវតែប្រែប្រួលបាទន័យថាបើដូច learn ចេះក៏ប៉ុន្តែ original words ផងវាគឺអត់មាន s ទេ learn រៀនប៉ុន្តែនៅពេលដែលវាប្រើប្រាស់ជាមួយប្រភេទពួក he she it បរិបទទី3នេះគឺវាត្រូវតែថែម s ទៅលើកិរិយាសព្ទហ្នឹងគឺគេហៅថាកិរិយាសព្ទខ្ទង់ទី1ហ្នឹងហើយដែលវាអាចប្រើប្រាស់វាប្រែប្រួលទៅតាម subject he she ហើយនិង it តែ3ហ្នឹងទៀតបាទថាផ្សេងគឺធម្មតាទី5 they speak English every day ពួកគេនិយាយភាសាអង់គ្លេសជារៀងរាល់ថ្ងៃអញ្ចឹង they គឺជាបាទ subject ហើយ speak បាទគឺ verb 1បានន័យថាជាកិរិយាសព្ទខ្ទង់ទី1បាទអញ្ចឹងសង្ឃឹមថាអ្នកនរយល់ណាកន្លែង positive យើងចូលទៅមួយទៀតគឺតកតងទៅនឹង negative បាទ negative គឺទម្រង់បដិសេធអញ្ចឹងយើងមើលទៅលើទម្រង់បដិសេធផងយើងក៏មានឧទាហរណ៍ចំនួន5ដែរបាទអញ្ចឹងទី1គឺបាទ I do not love you ខ្ញុំសរសេរជាទម្រង់ពេញតែម្ដងដើម្បីឲ្យអ្នកទាំងនេះស្រួលយល់គឺនៅក្នុងនេះទម្រង់វាមិន subject plus do ឬក៏ does plus not plus verb infinitive ចងចាំថា verb infinitive គឺជាកិរិយាសព្ទទម្រង់ដើមបានន័យថាវាអត់ប្រែប្រួលទៅតាមណាទាំងអស់ឧទាហរណ៍ថាបាទនេះ I យើងមានបាទ subject do យើងប្រើប្រាស់ do ហើយបាទ I ប្រើមួយ do នេះ not បាទជាបង្ហាញជាបដិសេធហើយ love បាទគឺជាទម្រង់បាទ infinitive verb infinitive កិរិយាសព្ទទម្រង់ដើមហ
ទី2 you do not read a book អ្នកគឺអត់អានសៀវភៅទេបាទអញ្ចឹងគឺយើងមើល subject you do បាទយើងមានហើយ not គឺយើងមានដែរ read ក៏យើងមានដែរគឺ verb infinitive បាទ 3 we do not go to school វាដូចតែខាងលើដែរបាទយើងមាន subject មាន do មាន not មាន verb infinitive ចំណែកដែល like ទី4នេះគឺវាប្លែកនៅពេលដែលយើងកន្លែងតែមើលម្ដងទៀតនៅពេលដែលក្នុងឧទាហរណ៍ positive he learns English កន្លែងនេះគឺមាន s ត្រូវទេបាទនេះកន្លែងនេះប៉ុន្តែនៅពេលដែលចូលទៅក្នុងទម្រង់ negative ដែលយើងហៅថាបដិសេធគឺមិនត្រូវបានថែម s ទេនៅកន្លែងកិរិយាសព្ទទម្រង់ដើមគឺកន្លែងកិរិយាសព្ទបាទ verb infinitive គឺទម្រង់ដើមត្រូវហើយបាទច្រឡំមាត់ចា៎ he does not learn English បាទណាគាត់គឺមិនរៀនភាសាអង់គ្លេសទេហេតុអីបានជា learn កន្លែងនេះយើងមិនថែម s ដោយសារតែគឺយើងប្រើប្រាស់ក្នុងទម្រង់ negative បដិសេធហើយវាជា verb infinitive ដែលយើងឲ្យឈ្មោះថាជាកិរិយាសព្ទទម្រង់ដើមបានន័យថាគឺអត់ត្រូវបានថែមអ្វីទាំងអស់បាទគឺគេហៅថា verb infinitive ទី5 they do not speak English every day បាទ they គឺយើងមាន do យើងមានហើយ not គឺយើងមានហើយ verb infinitive បាទគឺ speak និយាយបាទនេះគឺជាទម្រង់បដិសេធបាទហើយយើងចូលទៅទម្រង់មួយទៀតតកតងទៅនឹងបាទ question អញ្ចឹង question យើងមាន do មាន do ឬក៏ does plus subject plus verb infinitive ហើយយើងមាន question mark ហើយយើងមើល example គឺ do I love you តើខ្ញុំស្រឡាញ់អ្នកអញ្ចឹងយើងមានបាទ do ប្រើជាមួយ I នេះហើយ subject យើងគឺ I love គឺយើងមាន verb infinitive យកមានបន្ថែម s ឬក៏ស្អីផ្សេងទេដោយសារយើងបាទជាទម្រង់ question ហើយទី2ដូចគ្នា do you read a book ទី3 do we go to school ទី4 does he learn English ឃើញ learn កន្លែងនេះក៏អត់ថែម s ដែរដោយសារតែវានៅក្នុងប្រយោគសំណួរគឺ question ហើយនៅក្នុង question គឺវាមាន verb infinitive ដែលយើងហៅថាកិរិយាសព្ទទម្រង់ដើមគឺមិនត្រូវបានថែមអ្វីទាំងអស់ទោះបីជាវាប្រើជាមួយ he ជាមួយ she ជាមួយ it ក៏ដោយបាទហើយទី5គឺ do they speak English every day តើពួកគេនិយាយភាសាអង់គ្លេសឬបាទនេះគឺជាទម្រង់ទាំង3នៃការ present simple នៅក្នុង unit 1ក្នុងការបើកទំព័រនៃ YouTube channel របស់ខ្ញុំអញ្ចឹងបាទគឺក្នុងវីដេអូមួយនេះគឺខ្ញុំបង្ហាញត្រឹមតែទម្រង់3សិនទេជាមួយនឹងឧទាហរណ៍ហើយនៅក្នុងវីដេអូក្រោយគឺយើងនឹងចូលទៅដល់ការប្រើប្រាស់នៃការបាទ present simple បាទហើយសូមកុំភ្លេចចុច subscribe ដើម្បីទទួលបាននៅវីដេអូមេរៀនជារៀងរាល់ថ្ងៃបាទសូមអរគុណសូមជម្រាបលាបាយបាយ